យៈពេល10ថ្ងៃកម្ពុជាថៃបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលរយៈពេល10ថ្ងៃកម្ពុជាថៃបានចុះពិនិត្យទីតាំងជាក់ស្ដែងលើការងារបោះបង្គោលបណ្ដោះអាសន្ននៅកំតំបន់ខ្សែព្រំដែនចន្លោះបង្គោល52និង59ស្ថិតនៅភូមិសាស្ត្រស្រុកក្រមអៀខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តចន្ទបុរីរបស់ថៃដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលស្មើនឹងប្រមាណ56%យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរដ្ឋាភិបាលកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី17ខែវិច្ឆិកាភាគីកម្ពុជានិងភាគីថៃបានឯកភាពចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025រហូតមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលផែនការសរុប166បង្គោលពិតជាមានភាគរយបានសម្រេចប្រហែល56%បើតាមហត្ថលេខាកិច្ចការព្រំដែនកម្ពុជាភាគីទាំងពីរនឹងបន្តការបោះបង្គោលបណ្ដោះអាសន្នឲ្យចប់តាមផែនការនានាដល់ពេលខ្លីខាងមុខនេះ